tôi nó thằng ai nhưng mà nó đấy còn lại xong tôi muốn cô chú tại chú Việt Tha còn lại không xong tôi muốn không nước khơi cá hiểu không bia mà phải chèn từ kê bằng cho bia phải chèn cặp bông đó mà mới cặp bông thấy bây giờ mà bị ồ say thử nhân đẹp như này là để cho cái thợ ơi nhưng saoថ្ងៃនេះខ្ញុំបានមកដល់ទីរួមខេត្តកំពង់ឆ្នាំងបងប្អូនទាំងអស់គ្នានៅកន្លែងមាត់ទន្លេឆ្លងទៅរភ្នំនាងកងរីបងប្អូនទាំងអស់គ្នាដោយសារតាខ្ញុំនិងអ្នកម្ដាយព្រមទាំងញាតិបធររបស់គាត់បានចូលរួមគ្នាធ្វើបុណ្យផ្កាហែទៅវត្តជប់កងរីបងប្អូនទាំងអស់គ្នាហើយក៏មានបំណងចង់ឡើងទៅលេងភ្នំនាងកងរីផងអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយឥឡូវហ្នឹងក៏មកដល់កន្លែងឆ្លងសាឡាងទម្រាំទៅបានឆ្លងបងប្អូនហើយគឺថាឡានច្រើនមែនតែនហ្មងព្រោះអីផ្លូវហ្នឹងគេឆ្លងទៅខេត្តកំពង់ធំបងប្អូនដល់ពេលអញ្ចឹងបងប្អូនអ្នកដែលនៅខេត្តកំពង់ឆ្នាំងគាត់ធ្វើដំណើរឆ្លងតាមនឹងឯងឥឡូវនេះពួកខ្ញុំបានមកដល់វត្តហើយបងប្អូនទាំងអស់គ្នាហើយកំពុងតែរៀបចំចង្ហាន់ប្រគេនព្រះសង្ឃអីរួចរាល់អស់អញ្ចឹងហើយនៅកន្លែងវត្តគឺគាត់បានរៀបចំរបាំបាច់ផ្កាអីជូនបងលោកយាយលោកតាអ៊ំពូមីងបងប្អូនទាំងអស់គ្នាទស្សនាអញ្ចឹងណាហើយពេលដែលទស្សនាចប់រួចរាល់គឺគាត់មាននៅខាងវត្តណាបងប្អូនមានរៀបចំជាបាញ់ហយហើយនឹងភេសជ្ជៈទុកទទួលបងប្អូនពុទ្ធបរិស័ទទាំងអស់គ្នាដែលចូលរួមពិធីបុណ្យផ្កានឹងដែរណាបងប្អូនហើយនិយាយថាអ្នកនៅខាងខេត្តកំពង់ឆ្នាំងនឹងអូចិត្តទលាយមែនតែនហ្មងណាគឺគាត់ធ្វើការទទួលភ្ញៀវរាក់ទាក់ហ្នឹងគឺល្អមែនតែនហ្មងហើយសម្រាប់អាហារហើយនឹងភេសជ្ជៈដែលគាត់ទទួលហ្នឹងគឺឆ្ងាញ់មែនតែនហ្មងឥឡូវនេះរៀបចំញ៉ាំរួចរាល់អស់ហើយអ៊ំពូមីងលោកយាយលោកតាគឺគាត់បានធ្វើដំណើរឡើងលើភ្នំហើយសម្រាប់ការឡើងលើភ្នំនេះឡើងអត់ដល់ទេបងប្អូនហើយគឺថាខ្ពស់ពេកអញ្ចឹងណាឡើងបានតែបន្តិចនាំគ្នាចុះមកវិញបក់ដៃហៅគ្នាទៅវិញទៅមកថាឡើងទៅខ្ពស់ហាកំឡើងអីហើយកន្លែងហ្នឹងមិនមែនជាភ្នំកងរីទេគឺគេហៅជប់កងរីត្រូវទៅឡើងភ្នំកងរីនៅខាងមុខទៀតអញ្ចឹងទៅឡើងបានបន្តិចក៏ចុះមកវិញមកហើយអ៊ីអ៊ំទាំងអស់គ្នាពេលដែលគាត់បានធ្វើដំណើរទៅធ្វើបុណ្យរួមគ្នាអញ្ចឹងគឺគាត់សប្បាយចិត្តមែនតើហ្មងគាត់រាំផងគាត់ធ្វើកាយវិការរបៀបថាគាត់សប្បាយចិត្តរីករាយនៅវ័យរបស់គាត់ទាំងអស់គ្នាណាគឺគាត់អត់មានអីសប្បាយជាងការគាត់ទៅបានដើរជុំគ្នាទៅបំពេញបុណ្យកុសលទេហើយឥឡូវហ្នឹងនាំគ្នាធ្វើដំណើរឡើងនោះឡើងដល់អ្នកខ្លះពាក់កណ្ដាលហើយណាតែត្រូវអ៊ំផ្សេងទៀតដែលគាត់ដឹងអញ្ចឹងគាត់ហៅត្រឡប់បកក្រោយអញ្ចឹងនេះឥឡូវពងហៅហើយឥឡូវក៏បានត្រឡប់បកក្រោយហើយក៏ធ្វើដំណើរតាមឡានមកដល់ភ្នំនាងកងរីហើយបងប្អូនទាំងអស់គ្នាប៉ុន្តែអ្នកនាំផ្លូវហ្នឹងគឺគាត់បានប្រាប់ថានៅភ្នំកងរីនេះគឺមានចណ្ដើ300កាំតែមកឡើងដល់លើណាហើយតែពេលអញ្ចឹងទៅអ៊ំយាយតាដែលគាត់ធ្វើដំណើរហ្នឹងគឺគាត់ចាស់អ្នកខ្លះអាយុ70 80អស់ហើយអញ្ចឹងគាត់អាចធ្វើដំណើរឡើងទៅលើភ្នំនឹងដល់ទេអញ្ចឹងហើយបានត្រឹមមើលតែពីចម្ងាយហើយថតរូបជុំគ្នាអីតិចតួចតែប៉ុណ្្នឹងឯងដោយសារតែគាត់ចាស់ហើយគាត់ធ្វើដំណើរតាំងពីព្រឹកមកហើយត្មងតែមកដល់កន្លែងភ្នំនេះគឺមានប្រហែលជាម៉ោងប្រហែលជា2ទៅ3ហើយអញ្ចឹងហើយកាលណាគាត់ធ្វើដំណើរឡើងដល់លើភ្នំទៀតអាចល្ងិតខ្លាំងហើយខែនេះជាខែភ្លៀងអីចឹងខ្លាចល្អិលខ្លាចអីចឹងណាបងប្អូនអរគ្នាអញ្ចឹងបានត្រឹមតែចុះឈរមើលទេសភាពភ្នំនឹង
អីនិយាយពីប្រវត្តិភ្នំអីណាណីចឹងទៅតាមដែលអ៊ំចាស់ដែលគាត់ដឹងពីប្រវត្តិចឹងណាហើយមើលទេសភាពជុំវិញនឹងហើយក៏សម្រេចចិត្តនាំគ្នាត្រឡប់ក្រោយបកមកផ្ទះវិញដោយសារតាយើងត្រូវធ្វើការឆ្លងសាឡាងត្រឡប់មកវិញអីចឹងខ្លាចខ្យល់ខ្លាចអីយើងធ្វើដំណើរលើទឹកអីចឹងណាបងប្អូនទាំងអស់គ្នាចឹងហើយគឺអត់បានមានអីវែងឆ្ងាយទេគឺបានត្រឹមតែប៉ុណ្ណឹងក៏ត្រឡប់មកផ្ទះវិញចឹងទៅពេលដែលខ្ញុំមកដល់ផ្ទះហ្នឹងគឺឃើញដើមកសាំងទៀបហ្នឹងដុះនៅក្រោមកញ្ចុះរបស់ខ្ញុំហ្នឹងគឺល្អមែនតើបងប្អូនទាំងអស់គ្នាចឹងហើយក៏ចុះទៅដកវាយកមកឆាសាច់គោញ៉ាំពួកអីនេះវាធម្មជាតិពិតៗបងប្អូនទាំងអស់គ្នាវាដុះដោយខ្លួនឯងហើយដីនៅក្រោមកញ្ចុះរបស់ខ្ញុំហ្នឹងគឺដីមាត់ទឹកត្រជាក់មែនតើហើយវាដុះបែបធម្មជាតិបែបនេះគឺយកមកឆាគឺឆ្ងាញ់មែនតើហើយឈ្ងុយក្លិនកសាំងទៀតហ្នឹងហ្មងអត់ដូចយើងទិញគេញ៉ាំទេពេលដែលយើងទិញគេញ៉ាំហ្នឹងគឺថាវាអត់សូវមានក្លិនកសាំងទៀតហ្នឹងទេបងប្អូនហើយសម្រាប់បងប្អូនណាខ្លះដែលចូលចិត្តញ៉ាំឆាសាច់គោជាមួយនឹងកសាំងទៀបណាសម្រាប់ខ្ញុំហើយនឹងគ្រួសារវិញចូលចិត្តមែនតើបងប្អូនហើយពួកអីជ្រលក់ជាមួយនឹងអំបិលម្រេចក្រូចឆ្មាណាអូនិយាយពីថាឆ្ងាញ់ហ្មងហើយកន្លែងកញ្ចុះនេះហ្នឹងខ្ញុំទុកប្រឡោះត្រង់ហ្នឹងគឺខ្ញុំចង់មានបំណងដាក់ដាំតឡាចមកគុំពីរគុំអីចឹងណាสนุกឲ្យវាឡើងទ្រើងយើងទុកប្រឡោះចឹងមកដល់ពេលដែលតឡាចវាដុះមកខ្ញុំដាក់បកគោលឬក៏អីឲ្យវាឡើងមកលើចឹងណាគ្រាន់បានផ្លែថតជាវីដេអូបង្ហាញជូនបងប្អូនទស្សនាហើយនឹងបានផ្លែខ្ញុំធ្វើម្ហូបផងចឹងណាទឹកជីដល់ពេលចឹងវាមិនកពុបទៅនៅក្រោមដុះឡើងល្អលហុងអីឡើងល្អហ្មងណាហើយមើលផ្កាមក10ខ្ញុំបងប្អូនឲ្យស្អាតខ្លាំងនេះរីកអត់គ្រប់ពណ៌ថ្ងៃណាខ្លះរីកពណ៌នេះថ្ងៃណាខ្លះរីកពណ៌នោះចឹងណាហើយមើលផ្កាម្លិះនិយាយពីថាផ្កាអូយផ្កាឡើងក្តាំងសុះពេញដើមហ្មងណាខ្ញុំបេះរាល់ថ្ងៃហ្មងតែខ្ញុំខ្ជិលថតបងប្អូនហើយថតដែលពេកក៏បងប្អូនធុញតែចង់បង្ហាញថាផ្កាវិញមើលនេះអូយឡើងកំពុំឲ្យធំខ្លាំងហ្មងណាធំមែនតែនធំខ្លាំងហ្មងគ្រប់ដើមសិតតែនេះហើយអាខ្លះខ្ញុំបេះអត់តាន់តែមកវារីកចោលឡាយរវល់ចឹងទៅយើងបេះអត់តាន់តែរីកចោលអូអានេះបាក់ធំទៀតណាមើលឲ្យឡើងប៉ុនមេដៃណាហើយមកនេះមើលរីកច្រើនណាស់បងប្អូនរាប់រយផ្កាមើលរីកនឹងរីកចោលអស់ច្រើនមែនតែនហ្មងណាហើយមើលគាត់មកខ្ញុំនេះមកផ្កាមែនតែនហ្មងផ្កានេះអត់បានមើលអីរីកចោលអស់ហើយលួយអស់វិញនេះគេភ្លូដោះដែរទុកហ្នឹងហើយកុំដកវាដកទៅស្មៅចោលបានរហុងយកឈើទល់វាត្រង់ឡើងលើតិចមកcònបេះសាំងទៀតដុះនៅក្នុងនេះផើងស្នោនេះបងប្អូនទាំងអស់គ្នាហើយនឹងនៅក្រោមកញ្ចុះខ្ញុំហ្នឹងមកកធុនធំហ្មងឥឡូវចាប់ផ្ដើមលាងសម្អាតយកទៅឆាសាច់គោត្រឡប់ពេលខ្យងជ្រលក់អំបិលម្រេចឆ្ងាញ់ខ្លាំងពេលក្រោយផ្ទះខ្ញុំឲ្យបងប្អូនទាំងអស់គ្នារីកមកធំល្អមែនតែនហ្មងអានេះគេហៅកលាបស្រុកខ្មែរណាដូចផ្កាកលាបចឹងនេះស្អាតខ្លាំងមែនតែនហ្មង100ស្ទប់ឡើងក្អូបឈ្ងុយតែម្ដងឡើងខ្យល់បក់មកភាយក្អូបហើយបេះចឹងរាល់ថ្ងៃមួយថ្ងៃ4-5ផ្កាហើយផ្កាមកបន្តហូរហែទៀតណាមិនបេះហើយអស់ហើយណាបេះហើយកាន់តែបេះកាន់តែផ្កាបេះយកទៅថ្វាយព្រះបងប្អូនទាំងអស់គ្នាគ្រាន់តែខ្យល់បក់មកភាយក្អូបឡើងពេញផ្ទះហ្មងណាមេឃភ្លៀងមកជាំផ្កាអស់បងប្អូនអើយ
ផ្ការីកល្អតែពេលដែលវារីកចឹងពេលត្រូវទឹកភ្លៀងមកវាធ្វើឲ្យជាំផ្កាហើយឥឡូវនេះកំពុងអូយរីកកំពុំរីកនេះច្រើនហ្មងណានេះធំមែនតែនផ្កាម្លិះរួតនេះហើយស្អាតណាបងប្អូននេះមួយដូចផ្កាកន្លាតចឹងណាធំហើយពេញដើមនេះមិនដឹងជាប្រមាណផ្កាទេនេះច្រើនណាស់រីកចោលបេះមិនតាន់ក៏ច្រើនព្រោះរវល់លក់ដូរហើយលក់នៅក្រៅផ្ទះអញ្ចឹងយើងអត់សូវមានពេលនៅផ្ទះអត់សូវមានពេលមើលផ្ការីកផ្កាខូចអីអត់បេះអត់តាន់ទេច្រើនមែនតែនហ្មងផ្កានេះខ្ញុំបេះរាល់ថ្ងៃមកសើមិញប្រហែលជា10តងជាងពេលព្រឹកអញ្ចឹងយើងបេះពេលយប់ឡើងក៏រីកព្រឹកក៏រីកបេះឡើងលែងតន់ហ្នឹងហើយឥឡូវបេះបាននេះបើសិនជាបេះអានេះធំនេះទៀតប្រហែលជាបាន6 7តងដែរតែអត់តាន់ចង់បេះព្រោះអីវារីកអត់តាន់អស់ពេលយើងបេះរីកអត់តាន់អស់អញ្ចឹងវារីកតែវានៅតែប៉ុណ្្នឹងឯងអញ្ចឹងវាអត់សូវក្អូបខ្ញុំចង់ទុកវាទៅល្ងាចចាំបេះឲ្យវារីកខ្លាំងទៅក្អូបឥឡូវយកអាណាល្អទៅថ្វាយព្រះនេះដូចនេះអីថ្វាយព្រះអាណាក្រហមនេះយើងទុកក្នុងផ្ទះឲ្យវាមានក្លិនក្អូបអញ្ចឹងណា